ជំរាបសួរបងប្អូនថ្ងៃនេះមកបង្ហាញបងប្អូនពីរបៀបគូសសពុតបត់សពុតបត់ខ្មែរយើងហើយចំពោះថ្ងៃនេះក៏កណាត់ភ្ញៀវមានប្រភេទជាហូលហើយសម្រុងមានចង្កេះគាត់82ហើយតាគៀក102សពុតភ្ញៀវថ្ងៃនេះគឺបត់ឆ្វេងអញ្ចឹងបងប្អូនអាចទៅតាមបានមើលទាំងអស់គ្នាចំពោះរបៀបថងសពុតយើងត្រូវការយកលេខចង្កេះសពុតហ្នឹងគឺត្រូវចែកជា2នេះចង្កេះចែកជា2 82ហ្នឹងយើងចែកជា2ស្មើនឹង41ហើយតាគៀក102ចែកជា2ដូចគ្នា151អញ្ចឹងប៉ុណ្ណឹងដើម្បីរកថងសពុតហ្នឹងគឺមានទី1ទី2ទី3ឥឡូវខ្ញុំបូកថងសពុតឲ្យបងប្អូនមើលសិនហើយចាំតាមមើលទៅការគូសលើសពុតទាំងអស់គ្នាចំពោះផ្ទាំងទី1គឺយើងត្រូវការយកចង្កេះសពុតហ្នឹងនេះគឺផ្ទាំងទី1បន្ទាប់មកទៀតបូកនឹងតាគៀកសពុតហ្នឹងគឺផ្ទាំងតាគៀកផ្ទាំងទី2ផ្ទាំងទី3គឺយើងត្រូវយកលេខស្មើជាមួយនឹងចង្កេះសពុតហ្នឹងដូចគ្នាហើយចំពោះផ្ទាំងក្នុងគឺផ្ទាំងទី4ហ្នឹងគឺយើងយកស្មើនឹងចង្កេះនឹងដែរប៉ុន្តែយើងត្រូវដកជាមួយនឹង10លេខអញ្ចឹងត្រូវ41ហ្នឹងដក10ដល់សល់31នេះគឺផ្ទាំងខាងក្នុងអញ្ចឹងសរុបមកយើងយកបូកលេខសពុតហ្នឹងគឺបានថងសពុតហ្នឹងហើយចំពោះសម្រាប់ខ្ញុំការគូសសពុតខ្ញុំត្រូវការចែករកថងសពុតឲ្យរួចរាល់ទៅខ្ញុំគូសសពុតគឺអត់បាច់ថាយើងគូសបដាត្រូវការរកថងប៉ុណ្ណាអីទេគឺយើងត្រូវការបូកលេខដកចែកតាមក្បួនខ្នាតឲ្យហើយយើងណាគឺយើងដឹងថងសពុតយើងប៉ុណ្ណាហើយគឺយើងគូសយកហ្មងអញ្ចឹងយើងបូកថងសពុតហ្នឹងទាំង4ផ្ទាំងហ្នឹងគឺបូកលេខមាត់សាក់មើលត្រូវ1 2 3 4មិនទៅ4នេះយើងបូក4 5 9 4 13 13 16ហើយណាអញ្ចឹងយើងយកថងសពុតយើងគឺបាន162បើយើង162បើខ្ញុំនេះបត់កណាត់ជា2បើយើងពលាទៅវាធំពេកពិបាកពោះអញ្ចឹងយើងថងសពុតយើង162យើងចែកជា2មកបាន162អញ្ចឹងតែមើលយើងវាស់តាមជាក់ស្ដែងកណាត់យើងយកខ្សែម៉ែត្រនេះកណាត់យើងហ្នឹងថងសពុតយើងកណាត់នេះបាន87អញ្ចឹងអាចសល់មួយឆ្នោតដែរអញ្ចឹងយើងវាស់ថងជាស្រេចអញ្ចឹងយើងវាស់ឲ្យបានថងយើង82ហ្នឹងមកហើយយើងទុកភ្នែសម្រាប់ដេរភ្ជាប់តាមកណាត់យើងមានកណាត់ធំទូយើងកាត់ទុកតាមហ្នឹងទៅដូចកណាត់នេះភ្នែវានៅទូល្មមដែរទេអញ្ចឹងខ្ញុំទុកភ្នែពីរលេខនេះយើងទុកសម្រាប់ទុកភ្នែពីរលេខហ្នឹងហើយយើងវាស់ពីត្រង់ភ្នែទុកភ្នែហ្នឹងមកដល់យកថង82ហើយយើងបត់ជា2បងប្អូនអាចចាប់ទំហំឲ្យត្រង់ស្មើគ្នាទាំងលើទាំងក្រោមយើងអាចគូថាកណាត់ខ្លះពេលយើងបត់មកអត់តាមហើយវាអាចឆាត់ឆេវអីចឹងយើងអាចវាស់ទំហំពីជើងហ្នឹងមក82បូកនឹងគ្នា2គឺ84នេះយើងយកវាស់ដាក់ខ្សែម៉ែត្រយើងឲ្យបាន82ហ្នឹងមកហើយយើងខិតធម្មតាដែល82យើងពុះចំណេញយក82ហ្នឹងក៏កដាលខាងចុងហើយខាងកដាលមួយខាងដើមមួយទៅគឺថាខ្លាចគីឡូកណាត់វាឆេវចំពោះយើងចេញមកក៏វាអត់ស្អាតដែរគូសខាងលើខាងក្រោមហ្នឹងរួចហើយយើងតម្រង់អានេះកណាត់នេះយើងឆេវកដាលបន្តិចអញ្ចឹងយើងអាចយកខិតខែបន្តិចដើម្បីឲ្យបានគ្រប់ភ្នែសម្រាប់2លេខហ្នឹងគឺ2សង់ទីម៉ែត្របងប្អូនគីឡូថៅ2លេខអញ្ចឹងលេខនេះគឺ1សង់ទីម៉ែត្រហ្នឹងអញ្ចឹងសូមឆែកយកម្ដងទៀត82ថងសពុត82ហ្នឹងយើងនេះវាស់ពីកដាលមក82ហើយយើងគប់តាមណា82ឲ្យដឹងថាប៉ុណ្ណឹងហើយយើងទុកសម្រាប់ទុកភ្នែ2សង់ទីម៉ែត្រហ្នឹងសាច់ភ្នែនេះគឺថាសាច់តាមកណាត់ធំយើងចង់ទុកធំជាងហ្នឹងឬក៏កណាត់ស្ទើអត់គ្រប់អីត្រឹម1សង់ទីម៉ែត្រអីមកដែលយើងដេរភ្ជាប់បានអត់មានកំណត់ថាហើយភ្នែហ្នឹងត្រូវទុកប៉ុណ្នេះប៉ុណ្ណោះអីទេគឺតម្រូវតាមកណាត់ហើយដូចថងសពុតដែលយើងចែកក៏ដូចគ្នាបងប្អូនគួរថាពេលខ្លះលេខភ្ញៀវគាត់ខ្លះគាត់ធំជាងហ្នឹងអញ្ចឹងថងអាចចែកអត់គ្រប់ជាមួយនឹងកណាត់ទេអញ្ចឹងយើងអាចថយដកតាមផ្ទាំងតាមនិយាយចំទៅគឺថយតាមលេខតាមសពុតនឹងកណាត់គាត់ថាបើភ្ញៀវខ្លះលេខគាត់ត្រូវយ៉ាងដូចភ្ញៀវហ្នឹងយើងចែកតាមក្បួនត្រូវខ្នាតអញ្ចឹងមកគឺយើងយកគ្រប់តាមខ្នាតតែចំពោះភ្ញៀវខ្លះគាត់ធំហើយសពុតថងសពុតគឺអត់ទៀងទេជួនកាលទៅថងសពុតធំថងសពុតទូចយើងចែកមុនអញ្ចឹងយើងអាចដកលេខតាមនឹងដូចថាភ្ញៀវដែរថងអត់គ្រប់យើងអាចដកគ្រប់ទាំងបានដោយស្មើគ្នាអញ្ចឹងសពុតយើងក៏នៅតែចេញរៀងស្អាតដដែលតែថាបើយើងគូសមុននឹងចែកថងនេះយើងអាចដកថងអត់គ្រប់ថងខ្លះខាងក្នុងធំខាងក្រៅទូវាអត់ស្មើជាមួយនឹងពេលយើងបត់យើងលើកសពុតទៅនេះពីលេខខ្ញុំគូសខាងក្នុងឲ្យស្រេចឲ្យស្រួលពេលព្រោះថាពេលគូសឃ្លីយើងគូសខាងខុសហើយចំពោះសម្រងយើងវាស់ហើយ
សម្រងភៀវនេះគាត់ខ្ពស់សម្រងគាត់ដល់ទៅ98អញ្ចឹងជាងគាត់សម្រងយើង98បានធម្មតាសម្រងសពុតទាំងអស់បាន100 98ហ្នឹងយើងត្រូវទុកចង្កេះទូទៅនៅកន្លែងខ្ញុំគឺទុក2លេខកន្លះអញ្ចឹង2លេខកន្លះហ្នឹងយើងដកជាមួយនឹងចង្កេះហ្នឹងដក2លេខកន្លះ98ដក2លេខកន្លះសម្រាប់ចង្កេះប៉ុន្តែត្រូវខែ1លេខទៀតទុកភ្នែកអញ្ចឹងយើងទូទៅយើងដក1លេខកន្លះអញ្ចឹងមកវាត្រូវហើយ98អញ្ចឹងយើងវាស់ពីលើទៅយើងដក1លេខកន្លះហើយនេះសម្រាប់ដកចង្កេះព្រោះថាពេលយើងដេកភ្នែក2លេខកន្លះតាមនេះអញ្ចឹងយើងទុកទៅហើយក្នុងការយើងដកហ្នឹងដកចង្កេះនេះសម្រងអញ្ចឹងយើងដក1លេខកន្លះហើយយើងវាស់យកសម្រង98សម្រាប់ភៀវទៅនេះសម្រងគាត់គឺល្មមអត់បាច់កាត់ជាចង្កេះចោលទេព្រោះទូទៅភ្ញៀវធម្មតាគេច្រើនត្រឹម93 94 96អីអស់តែនេះភ្ញៀវគាត់ខ្ពស់អញ្ចឹងសម្រងបានបាត់ទុកសម្រាប់បាត់ជើងសពុតឡើងហ្នឹងអញ្ចឹងយើងវាស់ហៅថងហើយយើងមើលសម្រងត្រូវហើយយើងចាប់ដើមគប់បងប្អូនចំពោះការគប់យើងត្រូវមើលកុំឲ្យច្រឡំព្រោះថាសពុតមានភៀវគាត់ស្លៀកឆ្វេងផងស្ដាំផងអត់ដូចគ្នាទេភៀវខ្លះឆ្វេងភៀវខ្លះស្ដាំអញ្ចឹងចំពោះសពុតនេះគឺភៀវគាត់បត់ខាងឆ្វេងចំពោះសពុតឆ្វេងយើងត្រូវគប់ពីខាងឆ្វេងនឹងទៅមុនឆ្វេងដៃដូចជាថាយើងឈរបែរសពុតមកអញ្ចឹងពីឆ្វេងដៃយើងខាងណាគឺយើងគប់ពីខាងឆ្វេងនឹងទៅមុនអញ្ចឹងយើងចាប់ដើមគប់ពេលគប់ហ្នឹងគឺពេលយើងចែកថងស្រាច់អញ្ចឹងយើងអត់ពិបាកទៀតទេបងប្អូនយើងអាចមើលតាមលេខដែលយើងចែកហ្នឹងនេះយើងវាស់ពីធ្នេដែលយើងទុកនឹងហើយសម្រាប់ថងទី1ពីឆ្វេងនឹងទៅ41យើងវាស់យកលេខ41នឹងតាមលេខដែលយើងចែកនេះ41ធម្មតាយើងគប់ត្រឹមដឹងមកយើងគួរតែគប់ទាំងលើទាំងក្រោមព្រោះថាបើយើងគប់តែមួយខាងលើហើយយើងអត់គប់ខាងក្រោមអាចពេលយើងដាក់បន្ទាត់ដាក់ឈៀកមកជួនកាលវាអាចទៅឆិតចុះទៅឆិតឡើងទៅក៏ពុតយើងវាចាញ់អត់ស្មើដែរយកល្អដូចខ្ញុំទម្លាប់គឺត្រូវគប់ទាំងលើទាំងក្រោមអញ្ចឹងនេះស្ទាំងទី1ហ្នឹងសម្រងទី1ហ្នឹងយើងយក17សង់ទីម៉ែត្រពីលើទៅនេះសម្រាប់ស្ទាំងទី1នេះគប់ឲ្យបងប្អូនដឹងថានេះស្ទាំងទី1ចំពោះបន្ទាប់ពីស្ទាំងទី1ហ្នឹងគឺយើងត្រូវបន្តមកទៀតគឺស្ទាំងទី2ស្ទាំងទី2នេះស្ទាំងទី2នេះគឺស្ទាំងតាគៀកដែលយើងចែកហើយទី1នេះគឺស្ទាំងចង្កេះដែលយើងចែកអញ្ចឹងស្ទាំងទី2យើងគប់បន្តមកទៀត51នេះសម្រាប់បង្ហាញបងប្អូននេះគឺសពុតភៀវគាត់យកមកកាត់ផ្ទាល់ហ្មងអត់មាននៅទាំងធម្មតាទេគឺសពុតគប់យកហ្មងអញ្ចឹងបងប្អូនអាចមើលខាងហ្នឹងបានគប់ទាំងនេះហើយយើងអាចចូលចុះ17ដូចគ្នាហ្នឹងឃ្លីពីចំពីយើងសម្រាប់ទាំងទី2បងប្អូនអាចមើលចំណាំទាំងទី2បន្តមកទៀតទាំងទី3សពុតនេះហ្នឹងធំប្រហែលលីបន្តិចនេះគឺទាំងទី3អញ្ចឹងយើងយកទាំងទី3នេះគឺយកប្រវែងគ្នា41ប៉ុន្តែទាំងទី1ដែរបែបហ្នឹងសម្រាប់សពុតយើងគឺពេលលើកបត់មកថងលើថងក្រោមដូចស្មើគ្នាអញ្ចឹងគឺស្រួលស្លៀកស្រួលដើរអត់មានមើលវែងខ្លីក្នុងក្រៅអីទេទាំងនេះគឺយើងគូសចំណាំសម្រាប់យើងបត់ចោលទៅអត់អីបងប្អូនគាត់គូសឲ្យបងប្អូនដឹងថានេះគឺទាំងទី3ដែលយើងចែកលេខហ្នឹងក៏បងប្អូនឆ្ងល់ទៅអីទាំងទី1ហ្នឹងមួយណាទាំងទី2ហ្នឹងមួយណាព្រោះថាវីដេអូមុនធ្លាប់មានធ្វើគូសសពុតម្ដងដែរតែអត់បានបញ្ចូលសលេងប្រាប់បងប្អូនដោយសាររវល់តែលើកនេះចង់បង្ហាញឲ្យច្បាស់ចំណែកទាំងទី4នេះគឺត្រូវឲ្យគាត់ថាចង់ឲ្យបងប្អូនឃើញថាពេលយើងចែកដំបូងហ្នឹងត្រូវជាមួយនឹងថងនឹងអត់នេះគឺ31ចានេះ31ត្រូវជាមួយនឹងទាំងហ្នឹងអញ្ចឹងហ្នឹងទាំងទី4ដែលយើងចែកហ្នឹងនេះពួកយើងគូសប៉ុណ្ណឹងហើយយើងដឹងថាថងទាំងហ្នឹងគឺយើងត្រូវរួចរាល់ហើយអញ្ចឹងយើងចាប់មកគូសឃ្លីចំពោះឃ្លីទាំងទី1នេះយើងអាចវាស់ថយមកពីចំហៀងពីតាគៀកហ្នឹងយើងថយមក15សង់ទីម៉ែត្រសម្រាប់ភៀវធំបើសម្រាប់ភៀវចង្កេះទូចខ្លួនទូចជាងហ្នឹងយើងអាចថយតាមហ្នឹងតែចំពោះຂະຫນាតនេះយើងថយមក15សង់ទីម៉ែត្រហើយចំពោះចន្លោះឃ្លីយើងអាចយក5កន្លះទៅ6តែចំពោះខ្ញុំភៀវធម្មតាគឺយកទៅ5កន្លះទេចំពោះឃ្លីហ្នឹងយើងគូសឃ្លីហ្នឹងយក2គូសថយពីនេះ15ហើយយើងថយពីនេះមក5កន្លះចំពោះប្រវែងឃ្លីយើងយក16សង់ទីម៉ែត្រហើយអាឃ្លីខ្លីនេះយើងអាចថយពីឃ្លីវែងហ្នឹងពី2សង់ទីម៉ែត្រមក2ឬក៏2កន្លះតាមប្រឆាត់ខ្លាំងបន្តិចបើទូទៅយក2កន្លះហើយចំពោះជិតឃ្លីក្នុងទាំងហ្នឹងគឺយើងយកជិតឃ្លី1សង់ទីម៉ែត្រ1សង់ទីម៉ែត្រដូចគ្នាមួយហ្នឹងគឺមួយមកខាងត្រូវសងខាងហ្នឹងវាអស់2សង់ទីម៉ែត្រហើយអញ្ចឹងយើងគូសសងខាងទៅចំពោះអ្នកដែលចេះដែរគឺអ្នកដឹងគឺគាត់គូសតែមួយចំហៀងអញ្ចឹងគឺដឹងថាចំណុចត្រង់ចំណុចសងខាងដូចអ្នកអត់ដឹងយើងអាចគូសទាំងសងខាងឲ្យដឹងថាយើងត្រូវជិតគឺជិតមកឃ្លីហ្នឹងអញ្ចឹងមើលពេលដេបងប្អូនអាចមើលបន្ថែមថារបៀបម៉េចពេលដេរបៀបនេះគឺតាមហ្នឹងអញ្ចឹងទាំងទី1យើងជិតឃ្លីរួចហើយយើងរកទាំង
ប្រឡោះខាងក្រោយនេះគឺទាំងតិចសម្រាប់ទាំងតិចនេះយើងចែកហៅប្រឡោះកដាលព្រោះថាភ្លីខាងក្រោយហ្នឹងបើយើងគប់អត់ត្រូវវាឃើញសពុតវាអត់ត្រង់អញ្ចឹងយើងត្រូវហៅប្រឡោះកដាលតិចយើង51អញ្ចឹងកដាលចំកដាលវាមក50 25កន្លះនេះគប់កដាលហើយដឹងថា25កន្លះទៅហ្នឹងគឺជាចំណុចកដាលនេះ25កន្លះគួរឲ្យដឹងចំណុចកដាលហើយយើងថយចំពោះចំណុចកដាលនេះយើងអាចយកតាមដូចភ្ញៀវគាត់តាគៀគាត់ធំដល់50អញ្ចឹងហើយអាហ្នឹងចន្លោះកដាលយើងអាចយកចាប់ពី8លេខកន្លះទៅ9អាហ្នឹងចំពោះចំណុចកដាលខាងក្រោយចំពោះសពុតនេះខ្ញុំយក9ថយពីកដាលចេញមក9មកខាងនេះ9ដូចគ្នា9 2ដងគឺ18អញ្ចឹងនេះយើងយកថយពីកដាលនេះចេញមក9ថយពីកដាលចេញមកនេះ9ដូចគ្នាយើងគូសឲ្យដឹងថាភ្លីនេះគឺភ្លីក្រោយបន្ទាប់មកយើងថយពីភ្លីហ្នឹងយក5កន្លះនេះ5កន្លះនេះយក5កន្លះព្រោះថាភ្លីក្រោយគឺយើងយក2ភ្លីក្រោយយក2ដូចគ្នា5កន្លះ5កន្លះយើងគូសដឹងភ្លីប្រវែងភ្លីខាងក្រោយយើងយកប្រវែងខាងក្រោយនេះ14កន្លះខាងម្ខាងទៀតគឺថយ2លេខកន្លះនេះនៅសល់12ទាំងភ្លីក្រោយហ្នឹងគឺយកស្មើគ្នា14កន្លះ12ដូចគ្នាយើងហៅកណ្ដុកភ្លីនឹងរួចហើយយើងត្រូវការជីកភ្លីឲ្យចេញរៀងដូចយើងអាចមើលចង្កេះសពុតយើងមិញ82ហ្នឹងចែកសពុតហ្នឹងទៅបាន41ចែក2អញ្ចឹង41យើងត្រូវជីកភ្លីហ្នឹងធ្វើម៉េចឲ្យនៅសល់41អញ្ចឹងយើងវាស់ពីតាគៀកហ្នឹងម្ដងនេះ51ចង្កេះយើង41អញ្ចឹងវាភ្លីទាំងអស់ហ្នឹងត្រូវជីកឲ្យអស់10សង់ទីម៉ែត្រ10លេខហ្នឹងឲ្យជីបហើយគឺនៅសល់41ហ្នឹងនេះសល់41សម្រាប់កេះហ្នឹងអញ្ចឹងបងប្អូនមើលយើងយើងចែកជាចន្លោះ1 2 3អញ្ចឹង10ដែលដកហើយនៅសល់10ហ្នឹងយើងចែកជា3ចន្លោះហ្នឹង10ចែកជា3 3ដង9អញ្ចឹងយើងបាន3មកភ្លីបាន3ហើយនឹងថែមអត់ដល់កន្លះថែមតិចទៀតឥឡូវយើងគិតថាយក3លេខអញ្ចឹង3យើងចែកជា3ហ្នឹងមកភ្លីនេះពីនេះយើងគិតមួយព្រោះថាសងខាងចំហៀងនេះវាទៅសងខាងអញ្ចឹងយើងយកមកភ្លីនេះ1លេខកន្លះមកភ្លីនេះ1លេខកន្លះព្រោះថាយើងយក3ហ្នឹងយើងដក3ហ្នឹងចែកជា2ទៀតមកវាស្មើនឹង1កន្លះអញ្ចឹងយើងយកមកខាង1កន្លះខាងនេះ1កន្លះខាងនេះយក1កន្លះដូចគ្នាដល់2ភ្លីនេះក៏ដូចគ្នាដែរគឺយើងយកភ្លីនេះ3ភ្លីនេះ3នេះ3អញ្ចឹងក្នុង2ហ្នឹងយើង3យើងអាចយកខាងនេះ1មកខាងទៅវាអស់2នៅខាងនេះយើងអាចយកកន្លះខ្លះលើបន្តិចដោយសារវា3.3បានគ្រប់ជាមួយនឹង10ហ្នឹងយើងជីបធ្វើម៉េចឲ្យមកប្រឡោះហ្នឹងឲ្យអស់10ឥឡូវចាំយើងឆែកលេខមើលតាមក្រោយនេះមួយលេខស្ទើរមួយលេខទៅវាបានមួយលេខកន្លះលើបន្តិចអានេះដូចគ្នាក្នុង4ទាំងប្រឡោះខាងក្រោយហ្នឹងគឺត្រូវការស្មើគ្នាយើងចឹងហើយពីខាងក្រោយហ្នឹងយើងពុះត្រង់ប្រឆាត់យកមកដល់ចំណុចដែលយើងចាប់ហ្នឹងខាងនេះក៏ដូចគ្នាដែរហើយចំពោះភ្លីតាគៀកនេះយើងត្រូវគូឲ្យរៀងកោងបន្តិចសុំយកជាតិកោងបន្តិចមើលនេះបើដូចយើងគូសប្រឆាត់ត្រង់យ៉ាងត្មងតាគៀកសពុតយើងវាអត់ស្អាតទេវាអត់មូលស្អាតអញ្ចឹងយើងត្រូវការបើយើងមានជាតិកោងយើងប្រើជាតិកោងហ្នឹងទៅតែបើអត់មានក៏យើងអាចគូសប្រកោងបានដូចរបៀបយើងអាចគូសប្រឆាត់កោងអញ្ចឹងរៀងបស៊ីតិចៗមកឲ្យរៀងកោងតិចអញ្ចឹងមកបើយើងមានជាតិកោងស្រាប់យើងអាចដាក់ប្រកោងបន្តិចអញ្ចឹងមកយើងអាចគូសយកអញ្ចឹងបានដូចគ្នាបើបងប្អូនមានជាតិស្រាប់បងប្អូនគូសជាតិទៅស្រួលដែរតែបើគ្មានទេក៏យើងអាចបស៊ីប្រកោងតាមហ្នឹងទៅមើលទៅឃើញស្រោរៀងចេញមករៀងកោងអែននេះទីយ៉ាងឲ្យមូលព្រោះតែនេះម្លេចកន្លះហ្នឹងវាទីម្លេចកន្លះសងខាងហើយនេះម្លេចកន្លះដែរសងខាងអញ្ចឹងពីនេះអស់3ខាងនេះ3ដូចគ្នាហើយពីនេះ3ដូចគ្នាអញ្ចឹងយើងអាចឆែកមើលទៅចេះហ្នឹងនេះបងប្អូនអានេះយើងឲ្យឆែកមើលផ្ទាល់ត្មងឲ្យបងប្អូនមើលនេះយើងអាចវាស់ពីហ្នឹងមកនេះ3ហ្នឹងមកយើងប្រខិតអាកន្លោះដែលយើងជីភ្លីហ្នឹងនេះយើងលុតចុចដៃតាមហ្នឹងមកប្រខិតពីតាមហ្នឹងមកចាប់ដឹងថាចង្កេះសពុតយើងហ្នឹងវាត្រូវជាមួយនឹងលេខដែលយើងចែកនឹងអត់ថាយើងមិនឲ្យបានដល់សល់41នេះបងប្អូនមើលឆែកហើយបើយើងជីបហើយគឺយើងត្រូវសល់41ហ្នឹងអញ្ចឹងយើងចែកលេខហ្នឹងគឺត្រូវហើយគូសហ្នឹងក៏រួចរាល់ដែរដូចបញ្ជាក់បងប្អូនអញ្ចឹងបើបងប្អូនអ្នកចេះគឺមើលទៅឃើញយល់ថាគូសមួយចំហៀងហ្នឹងបានន័យថានេះគឺចំណុចកតាលបងប្អូនអ្នកអត់ចេះឆ្ងល់បងប្អូនអាចមើលបើយើងគូសទាំងសងខាងអញ្ចឹងបានន័យថាវាជីបអានេះចំចំណុចកតាលយើងបត់មកអញ្ចឹងវាជីបទៅអស់សងខាងសម្រាប់ពេលដីមកអញ្ចឹងយើងរួចទាំងទី1ជីបរួចហើយទាំងទី2នេះក៏ជីបរួចហើយដែរយើងចូលដល់ទាំងទី3ចំណែកទាំងទី3នេះគឺជីកភ្លីតែ2ទេតែយើងយកប្រវែងពីនេះមកប្រវែងម៉ានយើងយកប្រវែងពីហ្នឹងទៅគឺស្មើគ្នាបងប្អូនអាចឆែកមើលបាននេះពីនេះមកចំកតាល11ហើយនឹងខាងនេះ16កន្លះអញ្ចឹងយើងប្រខិតមកដូចគ្នាអញ្ចឹងខិតមក11
11ហើយថែម5ខ្លះ11កន្លះខាងក្រោមដូចគ្នា11ខាងណា16កន្លះស្មើគ្នាប្រវែងឃ្លីក៏យក14ខាងមុខខ្លីជាងតិចព្រោះថាយើងវាជាងតិចហើយឃ្លីយើងចាប់មកខាងនេះ1 សង់ទីម៉ែត្រមកដូចជាមួយនឹងផ្ទាំងក្រោយដូចគ្នាបងប្អូនខាងក្រោយជីបប៉ុណ្ណាខាងមុខហ្នឹងក៏ជីបប៉ុណ្ណឹងដូចគ្នានេះខាងនេះយកស្ទើមួយលេខដូចគ្នាយើងជីបស្មើអញ្ចឹងដូចគ្នាអញ្ចឹងរួចរាល់ផ្ទាំងទី3យើងចូលដល់ផ្ទាំងទី4នេះដូចវីដេអូលើកមុនមានបងប្អូនឆ្ងល់ថាមិនបានខ្ញុំមានជីបឃ្លីកន្លែងខាងមុខនេះឃ្លីខាងមុខនេះទូទៅអ្នកខ្លះក៏គេអត់ជីបក៏អត់បញ្ហាអីដែរតែសម្រាប់កន្លែងខ្ញុំភ្ញៀវគាត់ស្លៀកភាគច្រើនគាត់ថាស្រួលស្លៀកដោយសារពេលជីបខាងមុខនេះទៅវារៀងខាងមុខហ្នឹងសម្រាប់អ្នករៀងមានប្រពោះតិចតួចអីធូរវាអត់ដឹងសពុតហ្នឹងពិបាកស្លៀកពេលយើងលើកអីទៅវារៀងស្រឡះតែបងប្អូនអ្នកដែលចង់បានមានឃ្លីសពុតមានឃ្លីខាងមុខស្លៀកទៅជ្រូនច្រើនអាហ្នឹងយើងអត់ចាំបាច់ជីបក៏បានដែរតែភ្ញៀវគាត់រៀងចាស់ភាគច្រើនគាត់អត់សូវស្រឡាញ់ប្រភេទស្លៀកមកឃើញឃ្លីជ្រូនខាងមុខនេះគាត់ស្រឡាញ់បែបលក្ខណៈស្លៀកទៅលាតខឹងស្អាតពេលអញ្ចឹងភាគច្រើនកន្លែងខ្ញុំគឺជីបឃ្លីហ្នឹងចំពោះឃ្លីហ្នឹងយើងអាចចុះពីលើនេះព្រោះថាសពុតហ្នឹងពេលយើងលើកលក្ខណៈចូលដល់តាក់ទងជាមួយនឹងពេលលើកដែរចំពោះឃ្លីហ្នឹងពេលលើកយើងពីច្រើនយើងលើកខាងមុខ5 4កន្លះទៅ5កន្លះអញ្ចឹងពេលចុះខាងមុខហ្នឹងឃ្លីគឺយើងចុះ4កន្លះសម្រាប់កុំឲ្យវាពេលយើងលើកសពុតហើយវានៅឃើញឃ្លីហ្នឹងតែក៏យើងត្រូវការចំកន្លែងកែងប្រឆិតបត់មុខហ្នឹងដែរជាមួយដល់ពេលវគ្គដេនិងវគ្គលើកចាំខ្ញុំមើលបង្ហាញបងប្អូនកន្លែងហ្នឹងឥឡូវយើងគូសដឹងថាចុះ4ទៅ4កន្លះសិនចុះហ្នឹងយើងអាចគូសប្រឆិតតែប្រឆិតហ្នឹងបងប្អូនខ្លាចកុំឲ្យច្រឡំព្រោះថាប្រឆិតហ្នឹងបើបងប្អូនច្រឡំប្រឆិតមួយនេះគឺគ្នាហ្នឹងត្រូវឃើញចេញក្រៅយើងអត់ត្រូវទេគឺយើងចំណាំថាពេលយើងប្រឆិតគឺប្រឆិតបែរមកផ្ទាំងខាងក្នុងនេះអញ្ចឹងយើងអាចគូសប្រឆិតចំកែងហ្នឹងហើយប្រវែងយើងអាចយកប្រវែង15ទៅ16ហើយជីបហ្នឹងយើងជីបអាចជីបស្ទើម្លេក៏បានយើងយកម្លេក៏បានដែរគូសចាត់ចំកន្លែងហ្នឹងជីបឃ្លីខាងមុខមួយហើយយើងថយដល់កន្លោះទី4ហ្នឹងគឺយើងយកឃ្លីទី2ហ្នឹងយើងថយពីធ្នេហ្នឹងមកចូលមកក្នុង7នេះសម្រាប់ផ្ទាំងរៀងធំដែរផ្ទាំងសពុតខ្លះហើយទូយើងអាចថយ6តែនេះសម្រាប់ខ្ញុំថយ7ហើយចូលមកនេះ5កន្លះដូចគ្នា7ហើយចូលមក5កន្លះប្រវែងនេះយក16សង់ទីម៉ែត្រ16ហើយខ្លីជាងនេះ2ហើយដូចបងប្អូនចំនួន2ឬក៏2កន្លះហ្នឹងអាចយកឡើងទៅហើយឃ្លីហ្នឹងជីក1សង់ទីម៉ែត្រដូចគ្នាមួយហ្នឹងគឺមួយសងខាងចេះមួយនេះគឺត្រូវអស់2ហើយនេះចំពោះការគប់ហ្នឹងគឺរួចរាល់ប៉ុណ្ណឹងហើយចំពោះកន្លែងនេះយើងភ្ជាប់មុខឆែកហ្នឹងយើងអាចបើអ្នកធំតាគៀកដល់100ជាងហ្នឹងយើងអាចចុះ28ពីលើនេះទៅតែបើអ្នកតាគៀកដូចត្រឹមតាគៀក98ជាង9ឬក៏9ជាងតិចតួចអាហ្នឹងយើងចុះត្រឹម26បើអ្នកទូចកេះទូជាងហ្នឹងយើងអាចចុះត្រឹម25អីបានតែចំពោះតាគៀកធំអញ្ចឹងយើងអាចចុះ28បានយើងពេលលើកហើយយើងអាចស្លៀកទៅស្រួលហើយធ្នេហ្នឹងគឺយើងដេស្មើចុះក្រោមដល់ក្រោមមានសពុតខ្លះបើថងស្ទើថងអត់គ្រប់ជាមួយនឹងផ្ទាំងយើងចែកទេយើងអាចលួចឆែកជាមួយនឹងជើងក្រោមនឹងបានតែចំពោះស្ពុតនេះគឺថងយើងចែកហ្នឹងគឺគ្រប់គ្រាន់ហើយយើងមិនបាច់ចាំឆែកក៏បានដែរតែបើប្រភេទខ្លះដូចថាយើងចែកមកថងអត់គ្រប់ជាមួយនឹងຂະຫນាត់ភៀវយើងអាចលួចឆែក25ទៅ30លេខអីបានតែចំពោះស្ពុតនេះខ្ញុំអត់ឆែកទេខ្ញុំយកជើងស្មើយ៉ាងខ្ញុំអញ្ចឹងចំពោះស្ពុតនេះគឺគ្រប់គ្រាន់អស់ហើយចំពោះការជីបភ្លីនេះគឺគ្រប់គ្រាន់គឺយកឲ្យ41ចាអញ្ចឹងបង្ហាញនឹងការគប់ប៉ុណ្ណឹងបងប្អូនចាំមើលចាំតាមដានមើលពេលយើងដេបន្តទៀតខ្ញុំនឹងបង្ហាញបងប្អូនតាមលំដាប់លំដោយហ្នឹងទៀតអរគុណច្រើនបងប្អូន